ចូលរៀនសូលោកគ្រូថ្ងៃនេះខ្ញុំមកធ្វើការអនុវត្ត lab ទី2ក្នុងការប្រើប្រាស់ command line ដោយលំហាត់ទី1គឺគេឲ្យ print working directory អញ្ចឹងយើងត្រូវប្រើ command pwd enter បន្តមកទៀតចូលដល់លំហាត់ទី2តទៅមួយនឹងការ navigate to a MTC folder អញ្ចឹងខ្ញុំប្រើ command cd /1 ពីពាក្យ MTT ចូលដល់លំហាត់ទី3គឺបង្កើត folder ដែលមានឈ្មោះ my directory ហើយនៅក្នុង folder my directory ហ្នឹងមាន3 sub folder ដែលមាន doc image ហើយនិង backup អញ្ចឹងដើម្បីបង្កើត folder ត្រូវប្រើ command mkdir ir ដក p បន្តមកឈ្មោះ my directory my directory /1 បន្តមកទៀតបើកវងចប់បិទវងចប់ដាក់ឈ្មោះ file ចូល doc image backup ចឹងខ្ញុំចូលទៅកាន់ folder directory ដើម្បីមើលថាតើវាបង្កើតបានឬនៅ cd my directory ខ្ញុំ ls មើលនេះជា folder ដែលបានបង្កើតនេះជា file ដែលបាន create ហើយខ្ញុំ cd ថយទៅកាន់ tmp folder វិញបន្តមកទៀតតទៅនឹងលំហាត់ទី4គឺបង្កើត2 file នៅក្នុង folder doc អញ្ចឹងប្រើ command torch couch បន្តមកទៀតឈ្មោះ folder my directory /file doc / ឈ្មោះ file បើកវងកញ្ចក់លេខ1និងលេខ2តមួយទៀត dot ជាមួយនឹង extension txt ខ្ញុំចូលទៅកាន់ file doc ដើម្បីមើល cd my directory /doc ខ្ញុំ ls មើលនេះជា file ដែលបាន create ហើយចូលមកកាន់លំហាត់ទី5គឺ copy alpha ពី folder doc ទៅកាន់ backend folder ដើម្បី copy file ត្រូវប្រើ command cp បន្តមកទៀតឈ្មោះ folder my directory /file doc /1 បន្តមកកាយដក clear ឈ្មោះ file my directory sorry ឈ្មោះ folder my directory /folder backup
1 enter ទៀតខ្ញុំចូលទៅកាន់ folder backup តើ copy ជោគជ័យដែរទេ cd my folder my directory slash backupខ្ញុំសូមចូលម្ដងទៀត cd my directory slash backup មាន ls នេះជា file ដែលបាន copy ជោគជ័យខ្ញុំសូមថយមកកាន់កន្លែង tmt folder វិញ cd dot លំហាត់ទី 6 គឺប្រើ command tree ដើម្បីបង្ហាញនៅ structure for folder my directory វាយពាក្យ command ពាក្យ tree បន្ទាប់មក slash ឈ្មោះ folder my directory បាទចំពោះវីដេអូគឺខ្ញុំមានប៉ុណ្ណឹងសូមអរគុណ